លោកប្រធានខើសូមលោកត្រឡប់ទៅវិញតាមបញ្ជារបស់លោកតាវិញទៅដើម្បីទៅរៀបចំការរៀបការតាមការកំណត់លោកប្រធានខើឆាប់ទៅលោកតាលោកប្រធានខើរត់បាត់ហើយពិតមែនឬឆាប់តាមទៅរកគេទោះបីជាទៅរកទីក្រុងទាំងមូលក៏ទៅរកគេឲ្យឃើញដែរលោកតាពិតជាល្អមែនចៅស្រីអញឥឡូវនេះធំហើយលោកតាធ្វើឲ្យឯងលំបាកហើយគុំដោយសារតែលោកតារបស់ឯងបានជួយជីវិតរបស់លោកតាទើបធ្វើឲ្យលោកតារបស់ឯងបាត់បង់ជីវិតក៏ប៉ុន្តែឯងកុំបារម្ភការភ្ជាប់ពីរបស់ឯងកាលពីក្មេងប្រសិនបើឯងយល់ព្រមលោកតានឹងចាត់ទុកឯងគឺជាចៅភាសាស្អីរបស់លោកតាក៏ប៉ុន្តែបើឯងមិនយល់ព្រមទេលោកតានឹងចាត់ទុកឯងដូចជាចៅបង្កើតរបស់លោកតាអញ្ចឹងខ្ញុំមិនព្រមទេលោកតាខើដូចជានាងមនុស្សក្រីក្រអញ្ចឹងមិននឹងស័ក្តិសមជាលោកស្រីនៃគ្រួសារខើទេសភាពដូចជានាងបែបនេះមិននឹងស្គាល់ច្បាប់ទម្លាប់ត្រឹមត្រូវបើតាមខ្ញុំមើលទៅគ្រួសារមួយនេះក៏តែត្រូវការមនុស្សដូចជាខ្ញុំមានលក្ខខណ្ឌស្មើគ្នាអត់មិនចាត់ចែងគ្រប់គ្រងគ្រួសារខើទៅបានឯងក៏និយាយត្រូវដែរគ្រួសារខើគឺជាគ្រួសារធំគឺត្រូវការមនុស្សម្នាក់ដែលគេពូកែជាងមីខាងអញ្ចឹងឯងស្នាក់នៅទីនេះដែរទៅបានខ្ញុំនឹងត្រឡប់ទៅរៀបចំបាលីលោកតាអញ្ចឹងខ្ញុំមីខាមួយរយៈពេលនេះឯងស្នាក់នៅផ្ទះរបស់លោកតាប្រហែលថ្ងៃសិនទៅឥឡូវនេះផ្ទះរបស់លោកតាក៏មិនខ្វះអ្នកបម្រើទៀតដែរចាំហើយភ្លេចយកកណ្ដាលមកហើយមីខាចេញមកក្រៅមកចេះរៀបចំឲ្យបានគ្រប់គ្រាន់សោះដូចជានាងបែបនេះធ្វើឲ្យផុតមុខមកដល់គ្រួសារខើហើយឯងពិតជាធ្វើការបានល្អមែនត្រូវតែអញ្ចឹងហើយធ្វើបែបនេះទៅមិនស្អិតទេអីវ៉ាន់រៀបចំមកគ្រប់មុខល្អមែនពិតជាល្អិតល្អន់ជាងខ្ញុំទៅទៀតនេះល្មមនឹងដឹងខ្លួនហើយសមាជិកដូចជាខ្ញុំនេះទៅស័ក្តិសមជាគ្រួសារអ្នកមានមិនដូចជាចេញមកមកជាខ្ញុំហ៎នាងកុំសង្ឃឹមអីសោះចេះឆ្ងាយទៅនាងចាំធ្វើម្ហូបក្រីក្រអីឲ្យលោកតាហូបហ្នឹងបើមិនអញ្ចឹងទេអញធ្វើម្ដងទៅនឹងគឺមិនមានបញ្ហាអ្វីទេអញ្ចឹងខ្ញុំចង់ញ៉ាំម្ហូបស៊ីឈុនលោកតាអាយុប៉ុណ្ណឹងហើយមិនអាចញ៉ាំម្ហូបបែបហ្នឹងបានទេហើយម្យ៉ាងទៀតនាងគឺជាអ្នកក្រមួយសោះមិនកំមកប្រាប់ខ្ញុំមិនអីទេមីងឌីបើឯងមិនចេះធ្វើទេទុកឲ្យមីខាជាអ្នកធ្វើទៅមិននឹងអីទេលោកតាខ្ញុំនៅក្រៅស្រុកប្រហែលឆ្នាំមកនេះធ្វើដែរធ្វើម្ហូបរបស់ខ្ញុំគឺខ្លាំងណាស់ម្ហូបត្រឹមតែ3មុខក៏មិនមានបញ្ហាទេអញ្ចឹងម្ហូប8មុខលោកតាទុកឯងជាអ្នកធ្វើហើយអញ្ចឹងមិនអីទេលោកតាទឹកចិត្តលើកខ្ញុំចឹងនេះវ៉ាមើលទៅដូចជាទំនងឆ្ងាញ់ណាស់ហើយត្រូវហើយនេះរៀងខ្លះទៅពិតជាល្អមែនអញ្ចឹងម្ហូបប្រហែលថ្ងៃនេះលោកតាទុកឯងជាអ្នកធ្វើហើយបានទេបើចង់ចិត្តនរណាម្នាក់ត្រូវចង់កាបះគេឲ្យបានមុនសិនចាំមើលទៅខ្ញុំចិត្តខ្លាចទៅជាម្ចាស់ផ្ទះនេះហើយចាប់បានមកសៀមម្នាក់នឹងហើយឆាប់អូខេមកទីនេះគឺបងប្រខៃមែនទេត្រូវហើយមិនក៏លឿនម្ល៉េះតែធ្វើយ៉ាងម៉េចទៅសក់របស់ខ្ញុំនាងប្រើសាប៊ូកក់សក់មួយនេះទៅក៏ឲ្យធ្វើឲ្យសក់រលោះហើយមិនបាយចង់ទេក្លិនក្រអូបថែមទៀតឆេសំដែងស្អីនោះខ្ញុំមិនប្រើរបស់នាងទេមិនក៏សឹកតែជារបស់នាងអញ្ចឹងលោកតាខ្ញុំមិនអាចរៀបការបានទេមិនព្រោះតែខ្ញុំរៀបការជាមួយនរណាគេទេខ្ញុំស្រឡាញ់មីខាតែម្នាក់គត់បើឯងមិនចង់រៀបការទេចោះមីខាគិតយ៉ាងម៉េចទៅហើយលោកតាគឺមិនទាន់ប្រាប់ឯងទេអនាគតគូដណ្ដឹងរបស់ឯងដែលភ្ជាប់ពាក្យតាពីក្មេងគឺជាមីខាលោកតាបានជ្រើសរើសថ្ងៃមង្គលការហើយបើឯងមិនរៀបការទៅគិតយ៉ាងម៉េចទៅអញ្ចឹងមានតែលុបចោលទេឈប់លោកតាខ្ញុំយល់ព្រមរៀបការជាមួយមីខាលោកតាចុះខ្ញុំខិតខំប្រឹងប្រែងដើម្បីគ្រួសារនេះខ្លាំងណាស់តែឥឡូវនេះខ្ញុំជាអីវិញឯងគឺនិយាយត្រូវឯងគឺជាចំណុចដ៏សំខាន់មួយនៃគ្រួសារមួយនេះមេការផ្ទះឆាប់យកបន្ទប់របស់អ្នកមីងវងឲ្យទៅលីងយីទៅពិតជាខ្ញែកដែលកាន់តែចេះកាន់តែខ្លាំងពិតមែន